មកសួស្តីបងធ្លាប់តែលុបកម្មវិធីនៅលើកុំព្យូទ័រយើងគ្រាន់តែចុចលើនេះឧទាហរណ៍លើខ្ញុំចង់លុប app នេះមួយចោល WhatsApp បងប្អូនគ្រាន់តែចុចមកស្ដាំមកចុចពាក្យ delete ពាក្យ delete ជាការស្រេចតែវាបាត់នៅក្នុងហ្នឹងតែការពិតវាអត់បាត់នៅក្នុងហ្នឹងទេគឺយើងបាត់នៅវាអត់បាត់តាណាទេជាមួយខ្ញុំសេឲ្យមើលណា WhatsApp នេះតែខ្ញុំកាន់នេះបងប្អូននេះកម្មវិធីនៅលើដែរបាទហើយយើង uninstall ក៏អត់បានដែរហើយយើង uninstall វាលោតចូលមកទីធៀងដើម្បីលុប app ហ្នឹងអូខេវាយពាក្យ search app មិញមក WhatsApp កម្មវិធីនេះយើងចុចលើត្រី3ចុចពី uninstall បាត់ហើយបងប្អូនបាទអត់ឃើញទេហ្នឹងគឺជាការលុបវិធីសាស្ត្រទី1វិធីសាស្ត្រទី2គឺយើងចូលទៅក្នុង search ដដែលយើងចូល search ក៏បានយើងបើសិនជាបងប្អូនមាននេះពាក្យ control នេះបងcontrol panel នេះគឺយើងចូលតាមនឹងក៏បានយើង search ពាក្យក៏បានហើយយើងចូលក្នុង control panel តែថាកុំព្យូទ័រខ្ញុំតើយឺតអត់លឿនទេតមកយើងយកពាក្យយើងរកពាក្យ program and feature នេះបងមើលទៅបាទនេះជាកម្មវិធីទាំងអស់ដែលយើងអាចលុបបានហើយមិនចាំបាច់ប្រើរបៀបដែលចុចមិញទេចឹងឥឡូវខ្ញុំចង់លុបកម្មវិធីមួយដែលខ្ញុំអត់សូវប្រើឥឡូវខ្ញុំលុបកម្មវិធីនេះមួយអូខេយកពី uninstall 6ចុច yes ហើយចុច delete បាទវាជាការស្រេចយើងបិទទៅយើង close វាមកវិញមកបាទអញ្ចឹងបងប្អូនយើងអាចមានពីររបៀបយើងអាចចុចឧទាហរណ៍ឡើង zoom នេះខ្ញុំចង់លុបឧទាហរណ៍យើងគ្រាន់តែចុចពាក្យ file open file location យើងចុចលើពាក្យ file មកយើងចូលដល់វាហើយឥឡូវយើងចុចពាក្យ mouse ស្ដាំឥឡូវខ្ញុំចូលខុសយើងចូលខុសឥឡូវខ្ញុំសុំចូលម្ដងទៀតគឺយើងតកម្មវិធី zoom នឹងដដែលតែយើង search រកវាយរកពាក្យមក star
start zoom បាទនេះហើយយើងចុចលើពី install មកវា load មកដល់ហ្នឹងតមកយើងវាយពាក្យរកពាក្យ zoom មិញ zoom បាទតមកយើងយកព្រេ3យើងចុច mouse ស្ដាំមកបាទ mouse ស្ដាំមកយើងចុចពាក្យ install ហើយ install មកតមកយើងពាក្យ install មកទៀតបាទកម្មវិធីហ្នឹងយើងបានលុបបាទឥឡូវយើងចង់ទៅមើលរកនៅក្នុងនេះក៏អត់ឃើញដែរក្នុងកម្មវិធីនេះក៏ឃើញដែរមិញមានតែឥឡូវឡើងមានហើយចូលពាក្យ profile picture មកគឺអត់មានទេបាទនៅក្នុងនេះគឺអត់មាន zoom ទេមិញមាន zoom ហ្នឹងហើយអញ្ចឹងវីដេអូខ្លីៗពីការរៀនរបស់យើងខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណ